បាទសូមគោរពនឹងជំរាបសួរទៅដល់ប្រិយមិត្តទូទស្សនិកជនជាទីមេត្រីថ្ងៃនេះក្រុមការងារនេត្រាផុសមានកិត្តិយសនៅព្រឹកថ្ងៃទី27ខែកក្កដាឆ្នាំ2025នេះនៅតំបន់បឹងកក់នៃភោជនីយដ្ឋានអ៊ីតម៉័រយើងមានសកម្មភាពបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងតែសាមគ្គីគ្នានៅក្នុងការប្រម៉ែប្រមូលស្បៀងអាហារដើម្បីផ្ដល់ជូនទៅដល់សមរភូមិមុខដែលមានកងទ័ពនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែជំនះពីទីទួលមានបញ្ហាមានចំនួនទៅកាន់ទីទួលតែមានសុវត្ថិភាពដើម្បីកុំឲ្យរងចាំយូរយើងជួបជាមួយនឹងក្រុមការងារដែលជាអ្នករៀបចំនៅកម្មវិធីទទួលនៅស្បៀងអាហារនេះតែម្ដងបាទជ្រាបឱកាសនេះយើងជួបជាមួយនឹងបងស្រីម្នាក់ដែលគាត់ជាសមាជិកនៃក្រុមការងារនៅក្នុងការរៀបចំនៅកម្មវិធីប្រមូលស្បៀងនេះបាទជំរាបសួរដល់បងបាទចាសួស្តីបងបងអាចបញ្ជាក់បានទេតើបងមានឈ្មោះអីហើយបងមានតួនាទីអីដែរចំពោះក្រុមការងារនៅក្នុងពេលនេះចាសួស្តីបងខ្ញុំឈ្មោះម៉ៃហើយខ្ញុំជា influencer ដែលរាល់ថ្ងៃនេះគឺខ្ញុំធ្វើជាមេតិកាបង្កើតមេតិកានៅលើ Facebook ហើយការងារខ្ញុំឥឡូវនេះគឺជួយប្រម៉ូលដោយសារយើងមានសម្លេងធំអញ្ចឹងខ្ញុំព្យាយាមថតវីដេអូរាល់ថ្ងៃបងដើម្បីឲ្យបងប្អូនដែលគាត់នៅឆ្ងាយអញ្ចឹងគាត់ចង់ជួយគឺគាត់អាចជួយបានដោយសារប្រជាពលរដ្ឋយើងឥឡូវត្រូវការខ្លាំងហ្មងក្នុងនាមជាអ្នកផលិតមាតិកាមួយរូបដ៏មានគេហៅថាការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញនិងជា influencer មួយនៅក្នុងប្រទេសកម្ពុជាសម្រាប់មានការយល់ឃើញយ៉ាងណាដែរចំពោះព្រឹត្តិការណ៍នៃការទទួលស្បៀងអាហារពីមហាជននៅថ្ងៃនេះចានិយាយទៅបងដូចមកបានឃើញមែនឥឡូវចឹងគឺអវ៉ាន់យើងមករហូតហ្មងបងមិនថាកម្លាំងឬមកក៏ស្បៀងអាហារទេគឺបងប្អូនគាត់ជំនួយមករហូតនិយាយទៅពិតជាអស្ចារ្យហើយខ្ញុំរំភើបហើយអរគុណដល់បងទាំងអស់គ្នានិយាយទៅជាកម្លាំងផ្ដល់ទឹកចិត្តមួយសម្រាប់ពួកគាត់ហើយពួកគាត់ខំឈរនៅជួរមុខដើម្បីការពារពួកយើងហើយឥឡូវនេះអីដែលពួកយើងកំពុងធ្វើគឺជួយថែទាំប្រពន្ធកូនគាត់ចាហើយជាមួយនឹងប្រជាជនដែលគាត់កំពុងតែលំបាកសម្រាប់គិតមកដល់ពេលនេះការទទួលនៅស្បៀងអាហារស្បៀងផ្សេងជាមួយនឹងទុនធានហ្នឹងសម្រាប់មានការយល់ឃើញបែបណាដែរចំពោះស្ថានភាពនៃការចូលរួមរបស់ពួកគាត់នៅក្នុងគណៈពេលតែម្ដងហើយយើងចាប់ផ្ដើមទទួលចាប់ពីពេលនេះរហូតដល់ពេលណាដែរចាបងអត់មានអីនិយាយក្រៅពីពាក្យមួយម៉ាត់គឺអស្ចារ្យបងនិយាយទៅខ្ញុំនិយាយតែមិនថាចង់យំអីចេះថាក្តុកក្តួបងពេលដែលឃើញអាបានម្លានគាត់ដឹកមកហើយយើងនៅតែទទួលស្បៀងអាហាររហូតដល់ពេលណាអស់សង្គ្រាមបងយើងនៅត្រូវការរហូតអញ្ចឹងបងប្អូនកុំឃើញអាបានច្រើនអញ្ចឹងគឺប៉ុណ្ណឹងគ្រប់ទេបងប្អូនអត់គ្រប់ទេមិនថាថវិកាមកក៏ស្បៀងអាហារពួកយើងនៅអ៊ីតម៉័រគឺទទួល24ម៉ោងហ្មងទីតាំងនៅបឹងកក់អ៊ីតម៉័រអាចបញ្ជាក់បានទេតើសមាជិកភាពនៃក្រុមការងារដែលផ្ដួចផ្ដើមគ្នាក្នុងការចូលរួមរៀបចំនៅកម្មវិធីសប្បុរសធម៌មួយដែលការចូលរួមចំណែកផ្ដល់ស្បៀងនេះតើមានខាងភាគីខាងណាខ្លះជាអ្នកចូលរួមចានិយាយទៅមានច្រើនចំណែកខ្លាំងមែនតើហើយគាត់ចាប់ផ្ដើមពីបងម្ចាស់ហាងបងអ៊ីតម៉័រហើយបងហេងវីសាសៃនីហើយបងអ៊ីតតាមីហើយជាមួយនឹង influencer ជាច្រើនទៀតជាពិសេសបងដែលគាត់មកចូលរួមមិនថាកម្លាំងឬមួយក៏ថវិកាទេគឺគាត់បានចូលរួមទាំងអស់គ្នាបងចាសូមជូនពរដល់បងគាត់សុខសប្បាយទាំងអស់គ្នាសុវត្ថិភាពទាំងអស់គ្នាត្រឡប់មកវិញបានជោគជ័យចាបាទបងប្អូនមុននេះបន្តិចយើងទើបតែបានជួបនៅការផ្ដល់ព័ត៌មានអំពីក្រុមការងារដែលរៀបចំនៅកម្មវិធីប្រមូលស្បៀងអាហារក្នុងការឧបត្ថម្ភចូលរួមគាំទ្រទៅដល់វីរៈកងទ័ពដែលកំពុងតែតស៊ូប្រឆាំងទៅលើការឈ្លានពានរបស់ប្រជាមិត្តជាបន្តទៅទៀតនេះខ្ញុំសូមឲ្យបងប្អូនជួបជាមួយនឹងអារម្មណ៍របស់សប្បុរសជនរបស់ប្រជាពលរដ្ឋខ្មែរទូទៅដែលគាត់បានមកកាន់នៅតំបន់បឹងកក់នៅភោជនីយដ្ឋានអ៊ីតម៉័រនេះក្នុងការប្រមូលស្បៀងអាហារក្នុងការផ្ដល់ជូនវីរៈកងទ័ពតើគាត់មានការយល់ឃើញបែបណាដែរចំពោះនៅព្រឹត្តិការណ៍សម្រាប់ថ្ងៃនេះអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងជួបជាមួយគាត់តែម្ដងបាទជំរាបសួរបងស្រីទាំងពីរបាទចាជំរាបសួរបងមកថ្ងៃនេះបងបានពំនាំនៅវត្ថុក៏ដូចជាស្បៀងអ្វីដែរក្នុងការមកដល់កាន់ទីនេះនេះខ្ញុំមានទឹកសុទ្ធមានមីមានម្ហូបក្រៀមក្រោះហើយមានអាវភ្លៀងមានតង់
ចាហើយនេះគឺជាលើកទី3ហើយដែលពួកខ្ញុំមករៀងរាល់ពេលនៃការអំពាវនាវហើយជាពិសេសមិនបាច់ការមានការអំពាវនាវក៏យើងមានទឹកចិត្តក្នុងការជួយខ្មែរជួយវីរៈកងទ័ពរបស់យើង បងស្រីទាំងពីរនៅពេលដែលយើងជួបប្រទះទៅនឹងព្រឹត្តិការណ៍បែបនេះដែលកម្រណាតាំងពីជំនាន់ឪពុកម្ដាយជំនាន់លោកយាយលោកតាក៏ធ្លាប់ឆ្លងកាត់ប៉ុន្តែនៅពេលដែលសតវត្សទី21នៅបន្តពេលនេះហើយយើងនៅតែមានការទទួលនៅរងនៃការឈ្លានពានក៏ដូចជាសង្គ្រាមបែបនេះតើសម្រាប់បងស្រីទាំងពីរមានការយល់ឃើញបែបណាដែរ អារម្មណ៍ខ្ញុំឈឺចាប់បងប្អូនព្រោះដោយសារតែសម័យនេះហើយការឈឺចាប់ការវាយប្រហារមកដល់លើកដល់ពួកយើងទាំងការបំផ្លាញព័ត៌មានទាំងការធ្វើបាបកុហកទៅដល់អង្គការសហប្រជាជាតិកុហកទៅដល់ទស្សនៈពិភពលោកទាំងអស់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាខ្ញុំពិតជាខឹងហើយសង្ឃឹមម្សិលមិញសង្ឃឹមថាកម្មវិធីនឹងវានឹងចប់ការវាយប្រហារនឹងចប់តែព្រលឹមឡើងទទួលបានព័ត៌មានតាំងពីម៉ោង12ម៉ោងដល់12រហូតដល់ម៉ោង4នេះនៅតែវាយទៀតពួកខ្ញុំឈឺចាប់មិនលើកទី3ហើយនេះគឺជាលើកទី3ហើយដែលខ្ញុំមកទៀតហើយជាពិសេសគឺខ្ញុំរកបានតង់យកតង់សុវត្ថិភាពសង្ឃឹមថារបស់អស់នឹងទៅដល់ដៃកងទ័ពបានយើងហើយដើម្បីការពារសុវត្ថិភាពសូមឲ្យពួកគាត់បានជៀសផុតពីគ្រោះមហន្តរាយនេះចា៎ បងស្រីយើងមិនដឹងថាការឈ្លានពាននេះការប៉ះទង្គិចនេះនឹងចប់នៅដល់ពេលណាទេប៉ុន្តែនៅពេលដែលបងស្រីទាំងពីរបានអញ្ជើញមកដល់ទីតាំងនៅតំបន់បឹងកក់រាជធានីភ្នំពេញនេះហើយឃើញទស្សនវិជ្ជានៃការចូលរួមរបស់បងប្អូនមហាជនក៏ដូចជាក្រុមការងារស្រាក់ដៃគ្នាបែបនេះតើសម្រាប់បងទាំងពីរមានការយល់ឃើញបែបណាមានអារម្មណ៍បែបណាដែរ សប្បាយចិត្តឃើញខ្មែរជួយខ្មែរហើយម្សិលមិញក៏យើងជួយរៀបចំដែរហើយខ្ញុំមកទីនេះយកអីវ៉ាន់មកហើយក៏ជួយរៀបចំទៀតសង្ឃឹមថាកម្លាំងចិត្តកម្លាំងកាយរបស់យើងនៅជាមួយប្រជាពលរដ្ឋជាពិសេសគឺទាហានរបស់យើងគឺសង្ឃឹមថាយើងនឹងឈ្នះអស់មារសត្រូវ ជាចុងក្រោយតើបងមានអ្វីដើម្បីជាការផ្ដាំផ្ញើនិងលើកទឹកចិត្តទៅដល់វីរៈកងទ័ពនៅក្នុងជួរមុខដែលកំពុងតែទប់ទល់កំពុងតែប្រឆាំងតបតនឹងការឈ្លានពានរបស់ថៃបាទ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសវីរៈកងទ័ពរបស់យើងតាំងស្មារតីមោះមុតឡើងហើយពួកយើងនៅក្បែរលោកទាំងអស់គ្នាពួកយើងគ្រប់គ្រងអ្នកទាំងអស់គ្នាអ្វីទាំងអស់យើងនឹងប្រសើរឡើងចា បងស្រីមានអ្វីដើម្បីបន្ថែម ចានេះខ្ញុំក៏សូមឲ្យវីរៈកងទ័ពរបស់យើងមានកម្លាំងមាំទាំតស៊ូប្រយុទ្ធចា ខឹងពេកអារម្មណ៍តក់ស្លុតមែនតែយើងមិនដឹងថាជានិយាយស្អីប៉ុន្តែពិតជាឈឺចាប់ យើងឈឺចាប់ខ្លាំងហើយក៏សូមជូនពរឲ្យបងប្អូនកងទ័ពទាំងអស់គ្នាឲ្យមានសេចក្តីសុខកុំឲ្យមានរឿងអីជួបតែសុវត្ថិភាព ហើយសុំពាក្យចុងក្រោយគឺសុំឲ្យសហគមន៍ទាំងអស់នៅពិភពលោកជួយស្ដាប់ជួយពិចារណាជួយធ្វើការសម្ភាសជួយរកយុត្តិធម៌រកខុសត្រូវឲ្យកម្ពុជាគឺជាប្រទេសជនរងគ្រោះកម្ពុជាគឺទទួលបានសង្គ្រាមដែលមិនចង់ទទួលមិនចង់ជួបដូច្នេះសូមឲ្យពិភពលោកទាំងមូលមើលឃើញពីភាពកំសត់ហើយសូមជួយមកជួយសង្គ្រោះកម្ពុជាផងចា៎